បាទសួស្តីអ្នកសិក្សាយើងជួបគ្នាទៀតហើយបាទខ្ញុំបាទសូមជូនដបសំណួរចម្លើយតាក់ទងទៅនឹងនីតិវិធីពន្ធនាគារភាគ2ទៀតបាទចំនួន10សំណួរទៀតដើម្បីជាគន្លឹះបាទសម្រាប់បងប្អូនបាទអ្នកសិក្សាត្រៀមប្រឡងមន្ត្រីក្របខ័ណ្ឌរដ្ឋបាទមន្ត្រីពន្ធនាគារបាទនៅឆ្នាំ2026នេះបាទចឹងកុំឲ្យខាតពេលវេលាយើងចូលទៅកាន់បាទសំណួរចម្លើយយើងទាំង10បន្តទៀតបាទចឹងចម្លើយសំណួរចម្លើយបាទទី11បាទភាគទី1នោះគឺយើងដល់ទី10អញ្ចឹងភាគទី2ចាប់ពី11ទៅបាទអញ្ចឹងដោយដែលខ្ញុំបានសន្យាមួយបងប្អូនគឺខ្ញុំបានរៀបចំ100សំណួរបាទតាក់ទងជាមួយនឹងបាទពន្ធនាគារបាទនីតិវិធីពន្ធនាគារបាទអញ្ចឹងផ្អែកលើចំពុកទី10បាទការថែទាំសុខភាពបាទអញ្ចឹងសំណួរសួរថាតើអ្នកទោសដែលទៅចូលថ្មីត្រូវពិនិត្យសុខភាពតាមរយៈក្នុងរយៈពេលប៉ុន្មានបាទអញ្ចឹងក24ម៉ោងខ48ម៉ោងក72ម៉ោងនិងខ1សប្តាហ៍បាទអញ្ចឹងយើងមើលចម្លើយត្រឹមត្រូវទាំងអស់គ្នាគឺចម្លើយកបាទសម្រាប់24ម៉ោងគឺត្រូវពិនិត្យសុខភាពជូនគាត់បាទយើងបន្តទៀតចំពោះទី11បាទសំណួរទី12ចំពោះទី11បាទគឺយើងពីការងារនិងការបណ្ដុះបណ្ដាលបាទអញ្ចឹងតើអ្នកទោសត្រូវអាចត្រូវបានគេបង្ខំឲ្យធ្វើការដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនរបស់មន្ត្រីដែរឬទេបាទអញ្ចឹងចម្លើយកបានប្រសិនបើអ្នកទោសព្រមខបានប្រសិនបើមានប្រាក់ឈ្នួលកមិនបានទេហាមឃាត់ដាច់ខាតនិងខបានប្រសិនបើជាការងារស្រាលអញ្ចឹងយើងមកមើលចម្លើយត្រឹមត្រូវគឺកមិនបានទេហាមឃាត់ជាដាច់ខាតបាទអញ្ចឹងយើងទៅមើលចម្លើយសំណួរចម្លើយបន្តទៀតទី13បាទផ្អែកលើចំពុកទី12បាទសំណើនិងបណ្ដឹងតវ៉ាសំណួរថាតើអ្នកទោសអាចដាក់ពាក្យបណ្ដឹងតវ៉ាទៅកាន់អ្នកណាបានខ្លះបាទកប្រធានពន្ធនាគារខមន្ត្រីដែលមកសួរសុខទុក្ខកតុលាការឬស្ថានទូតសម្រាប់ជនបរទេសខទាំងកខនិងកបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខទាំងកខនិងកហ្នឹងបាទអញ្ចឹងអ្នកសិក្សាយើងមើលតទៀតតកតងនឹងសំណួរទី14បាទផ្អែកទៅលើចំពុកទី13បាទលិខិតនិងកញ្ចប់បាទអញ្ចឹងយើងមើលទាំងអស់គ្នាតើលិខិតរបស់អ្នកទោសអាចត្រូវបានត្រួតពិនិត្យដែរឬទេកមិនអាចត្រួតពិនិត្យបានទេព្រោះជាកម្មសិទ្ធិឯកជនជាសិទ្ធិរបស់ឯកជនបាទសំទោសបាទមិនអាចត្រួតពិនិត្យបានទេព្រោះជាសិទ្ធិរបស់ឯកជនខមិនត្រូវត្រួតសំទោសបាទខអាចត្រួតពិនិត្យបានគ្រប់ពេលបាទខអាចត្រួតពិនិត្យបានគ្រប់ពេលកអាចត្រួតពិនិត្យបានដើម្បីរកវត្ថុហាមឃាត់លើកលែងតែលិខិតផ្ញើទៅមេធាវីខត្រូវតែមានដីការបស់តុលាការជានិច្ចបាទយើងមើលចម្លើយត្រឹមត្រូវគឺចម្លើយកអាចត្រួតពិនិត្យបានដើម្បីរកវត្ថុហាមឃាត់ដូចជាបាទយើងដឹងហើយវត្ថុហាមឃាត់លើកលែងតែលិខិតផ្ញើទៅមេធាវីបាទយើងទៅលឿនតែម្ដងបាទកុំឲ្យខាតពេលអញ្ចឹងសំណួរទី15បាទសង្ឃឹមថាអ្នកសិស្សយើងអាចតាមទាន់ទេណាបាទផ្អែកលើចំពុកទី14បាទទ្រព្យសម្បត្តិអ្នកទោសតើប្រាក់របស់អ្នកទោសត្រូវបានគ្រប់គ្រងដោយម្ដេចបាទអញ្ចឹងលុយកាក់របស់គាត់ត្រូវគ្រប់គ្រងដោយម្ដេចកអ្នកទោសអាចកាន់កាប់បានគ្រប់ចំនួនខត្រូវប្រគល់ឲ្យក្រុមគ្រួសារយកទៅរក្សាទុកវិញកត្រូវបានកត់ត្រានិងរក្សាទុកដោយពន្ធនាគារហើយអាចដកបានតែចំនួនកំណត់ 20,000 រៀលសម្រាប់ចំណាយផ្ទាល់ខ្លួនករដ្ឋនឹងរឹបអូសដោយ
ជាប្រយោជន៍រដ្ឋបាទអញ្ចឹងចម្លើយត្រឹមត្រូវគឺចម្លើយកត្រូវបានកត់ត្រានិងរក្សាទុកដោយពន្ធនាគារហើយអាចដកបានតែចំនួនកំណត់ 20,000 រៀលសម្រាប់ចំណាយផ្ទាល់ខ្លួនបាទអញ្ចឹងមិនអាចលើសទេមិនអាចបាទអញ្ចឹងយើងបាទមានកំណត់គឺ 20,000 រៀលហ្នឹងបាទអូខេឥឡូវយើងទៅសំណួរទី16ផ្អែកទៅលើចំពុកទី16បាទការរត់គេចខ្លួនបាទអញ្ចឹងក្នុងករណីអ្នកទោសរត់គេចខ្លួនតើប្រធានពន្ធនាគារត្រូវធ្វើរបាយការណ៍ជូនថ្នាក់លើតាមក្នុងរយៈពេលប៉ុន្មានបាទបើសិនជាករណីមានអ្នកទោសរត់ទៅយើងធ្វើរបាយការណ៍ហ្នឹងជូនថ្នាក់លើរយៈពេលប្រមាណបាទក្នុងរយៈពេល72ម៉ោងក៏បាទខរយៈពេល48ម៉ោងក24ម៉ោងខភ្លាមនឹងមិនកំណត់ពេលបាទចម្លើយគឺចម្លើយបាទកគឺរយៈពេល24ម៉ោងបាទយើងបន្តទៀតសំណួរទី17បាទផ្អែកលើចំពុកទី19បាទការដេញបាទអត្ថៈតើគោលបំណងសំខាន់នៃការដេញអត្ថៈអ្នកទោសភ្ញៀវនិងយានយន្តគឺដើម្បីអ្វីកគឺដើម្បីបង្ហាញពីសិទ្ធិអំណាចខបាទដើម្បីទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់និងធានាសន្តិសុខបាទម្ដងទៀតបាទខដើម្បីទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់និងធានាសន្តិសុខបាទកដើម្បីកត់ត្រាទុកជាឯកសារខដើម្បីបង្ការការរត់គេចខ្លួនបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខដើម្បីទប់ស្កាត់ការនាំចូលវត្ថុហាមឃាត់និងធានាសន្តិសុខបាទអញ្ចឹងយើងទៅមើលសំណួរទី18ទៀតផ្អែកទៅលើចំពុកទី20បាទអ្នកទោសស្លាប់បាទក្នុងករណីមានអ្នកទោសស្លាប់ណាបាទអញ្ចឹងប្រសិនបើមានអ្នកទោសស្លាប់ក្នុងពន្ធនាគារតើប្រធានពន្ធនាគារត្រូវជូនដំណឹងដល់អ្នកណាខ្លះបាទកក្រុមគ្រួសារឬសាច់ញាតិខព្រះរាជអាជ្ញាកប្រធាននាយកដ្ឋានពន្ធនាគារខទាំងកខនិងកបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយកសំទោសបាទចម្លើយខទាំងកខនិងកគឺសុទ្ធតែត្រឹមត្រូវអញ្ចឹងយើងត្រូវធ្វើបាទរបាយការណ៍គឺយើងត្រូវផ្ដល់ដំណឹងទៅដល់ទាំងគ្រួសារសាច់ញាតិទាំងព្រះរាជអាជ្ញានិងប្រធាននាយកដ្ឋានពន្ធនាគារផងដែរបាទអូខេអញ្ចឹងយើងទៅសំណួរទី19បាទអញ្ចឹងយើងផ្អែកលើចំពុកទី21ការប្រើប្រាស់កម្លាំងបាទតើមន្ត្រីអាចប្រើប្រាស់កម្លាំងបានក្នុងកលៈទេសៈណាមានន័យថាអាចប្រើកម្លាំងបង្ក្រាបឬអីចឹងណាបាទគឺដើម្បីបង្ការអំពើហិង្សាខដើម្បីទប់ស្កាត់ការវាយតប់គ្នាដើម្បីការពារខ្លួនដើម្បីការពារខ្លួននិងខទាំងខនិងកបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខបាទចម្លើយខមានន័យថាទាំងកទាំងខទាំងកហ្នឹងគឺត្រឹមត្រូវបាទអញ្ចឹងយើងចូលដល់សំណួរទី20សំណួរចុងក្រោយនៃភាគ2នេះបាទគឺផ្អែកទៅលើចំពុក22ការប្រើប្រាស់អាវុធអញ្ចឹងសំណួរថាមន្ត្រីអាចប្រើប្រាស់អាវុធបាននៅក្នុងករណីណាគ្រប់ពេលដែលមានអ្នកទោសប្រឆាំងខដើម្បីការពារខ្លួនឬអ្នកដទៃពីការគំរាមកំហែងដល់អាយុជីវិតនិងទប់ស្កាត់ការរត់គេចខ្លួនដោយប្រើហិង្សានៅពេលដែលមានបទបញ្ជាពីថ្នាក់លើគ្រប់ពេលដែលចាត់ទុកថាចាំបាច់បាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺចម្លើយខ
ដើម្បីការពារខ្លួនឬអ្នកដទៃពីការគំរាមកំហែងដល់អាយុជីវិតនិងទប់ស្កាត់ការរត់គេចខ្លួនដោយប្រើហិង្សាបាទអញ្ចឹងយើងគ្រប់10សំណួរហើយនៅក្នុងវគ្គទី2នេះបាទអញ្ចឹងបាទខ្ញុំបាទសូមអរគុណសម្រាប់ការតាមដានទស្សនាពីដើមរហូតដល់ចប់នៅក្នុងវីដេអូនេះហើយសូមជូនពរអ្នកសិក្សាអស់លោកលោកស្រីដែលត្រៀមប្រឡងមន្ត្រីពន្ធនាគារសូមជូនពរសំណាងល្អគ្រប់គ្នាបាទសូមអរគុណសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយបាទ